តម្លៃមាសបានហក់ឡើងដល់ទៅ$3,882ក្នុងមួយតម្លឹងខណៈពេលដែលភាពមិនប្រកបវិជ្ជានៃសេដ្ឋកិច្ចពិភពលោកកំពុងតែបន្តការកើនមានឡើងសូមស្វាគមន៍មកកាន់ព័ត៌មានហិរញ្ញវត្ថុរបស់ FA Insight ថ្ងៃទី11ខែមេសាឆ្នាំ2025ការភ័យខ្លាចរបស់ពិភពលោកថាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងមានកំណើនទាបរួមផ្សំទៅនឹងការកើនឡើងនៃអតិផរណាបានធ្វើឲ្យតម្លៃហាងឆេងមាសបានហក់ឡើង4ថ្ងៃជាប់គ្នាមកក្នុងកម្រិតតម្លៃ$3,882ក្នុងមួយតម្លឹងដែលបន្ទាប់ពីរបាយការណ៍សន្ទុះតម្លៃទំនិញអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីម្សិលមិញហើយអតិផរណាសហរដ្ឋអាមេរិកក៏បានធ្លាក់ចុះផងដែរមកត្រឹមកម្រិត2.5%ដែលវាមិនមែនជារឿងដែលល្អប្រសើរនោះទេដែលវាបានបង្ហាញថាស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិកកំពុងតែមានភាពយ៉ាប់យ៉ឺនខ្លាំងដែលអាចធ្វើឲ្យអាមេរិកធ្លាក់ចូលទៅកាន់វិបត្តិសេដ្ឋកិច្ចនាពេលខាងមុខបន្ថែមពីលើនេះទៅទៀតផ្នែកមួយដែលធ្វើឲ្យតម្លៃហាងឆេងមាសបានបន្តការកើនឡើងទៅបង្កើតកម្រិតតម្លៃខ្ពស់ក្នុងប្រវត្តិសាស្ត្ររបស់ទីផ្សារគឺដោយសារតែទីផ្សារមាសបានមើលឃើញអំពីលំហូរសាច់ប្រាក់យ៉ាងរឹងមាំចូលទៅក្នុងមូលនិធិជួញដូរមាសយ៉ាងច្រើនលំហូរសាច់ប្រាក់នៅក្នុងខែមីនាបានកើនឡើងយ៉ាងខ្លាំងនេះបើយោងទៅតាមក្រុមប្រឹក្សាមាសពិភពលោកយោងទៅតាមរបាយការណ៍មូលនិធិបានចុះបញ្ជីនៅឯសហរដ្ឋអាមេរិកខាងជើងមានចំនួន61%នៃលំហូរសាច់ប្រាក់សរុបរបស់មូលនិធិជួញដូរមាសខណៈពេលដែលទីផ្សារអឺរ៉ុបមានប្រហែលជា22%នៃតម្រូវការនិងទីផ្សារអាស៊ីគឺតំណាងឲ្យ16%នៃលំហូរសាច់ប្រាក់បន្ថែមជាសកលហើយអ្នកវិភាគក៏បានលើកឡើងថាលំហូរសាច់ប្រាក់នៅត្រីមាសទី1នៅអឺរ៉ុបមានចំនួន$4.6 ពាន់លានគឺជាត្រីមាសដ៏ច្រើនបំផុតចាប់តាំងពីឆ្នាំ2020មកជាសរុបមាសមានចំនួន92តោនដែលមានតម្លៃ$8.6 ពាន់លានបានហូរចូលទៅកាន់មូលនិធិជួញដូរមាសសកលកាលពីខែមុនទន្ទឹមនឹងនេះផងដែរមាសចំនួន226តោនដែលមានតម្លៃ$20 ពាន់លានបានហូរចូលទៅកាន់មូលនិធិជួញដូរមាសនៅក្នុងត្រីមាសទី1ដែលជាកម្រិតខ្ពស់លំដាប់ថ្នាក់ទី2ប្រចាំត្រីមាសទាំងអស់ដែលលំហូរសាច់ប្រាក់បានកើនឡើងខ្ពស់បំផុតកាលពីឆ្នាំ2020ដែលមានជំងឺរាតត្បាត COVID-19 លើពីនេះទៅទៀតសន្ទុះភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីយប់មិញសន្ទុះភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះស្ទើរតែទាំងអស់កាលពីយប់មិញដោយសារតែរបាយការណ៍នៃសន្ទុះតម្លៃអ្នកប្រើប្រាស់បានធ្លាក់ចុះយ៉ាងខ្លាំងដែលជាចំណុចមួយធ្វើឲ្យមានហានិភ័យថាចំណូលនិងការផលិតនឹងមានការធ្លាក់ចុះយ៉ាងខ្លាំងបើទោះបីជាអតិផរណារបស់សហរដ្ឋអាមេរិកមានការថមថយក៏ដោយហើយវិបត្តិសេដ្ឋកិច្ចនឹងខិតមកកាន់តែគៀកនឹងសហរដ្ឋអាមេរិកផងដែរប្រសិនបើស្ថានភាពនៅតែបែបនេះមិនមានការផ្លាស់ប្ដូរនោះទេអ្នកវិភាគទីផ្សារបានរំពឹងទុកថាសហរដ្ឋអាមេរិកនឹងធ្លាក់ចូលទៅកាន់វិបត្តិសេដ្ឋកិច្ចហើយនឹងមានការកើនឡើងបន្ថែមទៀតរហូតដល់កម្រិតតម្លៃ$4,200ក្នុងមួយតម្លឹងដោយសារតែមាសគឺជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពសូមអរគុណចំពោះការតាមដានព័ត៌មានហិរញ្ញវត្ថុរបស់ FA Insight